រឿងពីរដែលអ្នកគួរដឹង 1. ក្រុមហ៊ុន Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ$4,000 លាន 2. ក្រុមហ៊ុន Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android គតិ 1. ត្រូវតាមឲ្យទាន់សម័យកាល បើមិនដូច្នោះទេអ្នកនឹងក្លាយទៅជាហួសសម័យធ្វើបច្ចុប្បន្នភាពខ្លួនអ្នកជាមួយនឹងពេលវេលា បើមិនដូច្នោះទេអ្នកនឹងគេលែងប្រើហើយ 2. ការមិនហ៊ានប្រថុយគឺជាហានិភ័យដ៏ធំបំផុតចូលទទួលយកហានិភ័យនិងបច្ចេកវិទ្យាថ្មីរឿងពីរទៀតដែលអ្នកគួរដឹង 1. លោក Barack Obama ធ្លាប់ធ្វើការជាអ្នកលក់ការ៉េម 2. លោក Colonel Sanders បានបង្កើតហាង KFC នៅអាយុ65ឆ្នាំគតិ 1. កុំវាយតម្លៃមនុស្សដោយផ្អែកលើការងារពីមុនរបស់គេកុំវាយតម្លៃឬវិនិច្ឆ័យទៅលើមនុស្សដោយផ្អែកទៅលើការងារអតីតកាលរបស់ពួកគេ 2. អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះអ្នកអាចថ្កុំថ្កើងនៅគ្រប់វ័យមិនមានពាក្យថាចាស់ពេកឬក្មេងពេកសម្រាប់ភាពថ្កុំថ្កើងនោះឡើយរឿងពីរទៀតដែលអ្នកគួរដឹងចុងក្រោយ 1. ម្ចាស់រថយន្ត Ferrari បានដៀមដាមអ្នកផលិតត្រាក់ទ័រ 2. ក្រុមហ៊ុនផលិតត្រាក់ទ័រនោះបានបង្កើតរថយន្ត Lamborghini គតិ 1. កុំមើលស្រាលនរណាម្នាក់នៅលើភពផែនដីនេះ 2. ជោគជ័យគឺជាការសងសឹកដ៏ល្អបំផុតដែលអ្នកត្រូវតែធ្វើឲ្យបានតម្លៃអប់រំជីវិតគឺជាការរៀនសូត្រឥតចេះចប់ឈប់ឈរនិងប្រឈមមុខនឹងរឿងដែលនឹកស្មានមិនដល់ជាច្រើនកុំជាប់គាំងនឹងអតីតកាលឬមើលស្រាលនរណាម្នាក់ចូលតាមឲ្យទាន់សម័យកាលហ៊ានប្រថុយដើម្បីរីកចម្រើនត្រូវធ្វើខ្លួនឲ្យคล้ายជាអ្នកខ្លាំងដែលអាចប្រែคล้ายសត្រូវជាមិត្តនិងកុំបោះបង់ក្តីសុបិនរបស់អ្នកអាយុនិងប្រវត្តិមិនមែនជាឧបសគ្គឡើយភាពថ្កុំថ្កើងពិតប្រាកដកើតចេញពីការតស៊ូមិនរាថយនិងខិតខំប្រឹងប្រែងដោយមិនបោះបង់